ជំរាបសួរបាទថ្ងៃនេះខ្ញុំមកផ្ដល់ចំណេះដឹងគន្លឹះបន្តិចបន្តួចតកតងនឹងភាសាអង់គ្លេសនិយាយអំពី idiom idiom គឺជា clear ឬក៏ប្រយោគដែលមានអត្ថន័យខុសពីប្រយោគដើមឬក៏មានអត្ថន័យខុសពីធម្មតាឧទាហរណ៍ថាពាក្យ how are you doing how are you doing ចឹង how are you doing វាប្រែមកថាតើអ្នកសុខសប្បាយទេមិនមែនប្រែថាតើអ្នកកំពុងទៅយ៉ាងដូចម្ដេចទេវាអត់ប្រែទៅតាមប្រយោគត្រង់ថាតើអ្នកទៅយ៉ាងដូចម្ដេចទេ how are you doing វាស្មើនឹងពាក្យ how are you how are you តើអ្នកសុខសប្បាយទេហើយនឹងឧទាហរណ៍ clear មួយទៀតដូចជា clear ដូចជាប្រយោគសំណួរមួយ are you okay are you okay អានោះមានប្រែវាមិនប្រែថាតើអ្នកយល់ព្រមឬអានោះយើងអត់ប្រែន័យត្រង់យ៉ាងទេអញ្ចឹងពាក្យ idiom នោះវាប្រែខុសពីអត្ថន័យដើមនៃប្រយោគអញ្ចឹងឧទាហរណ៍ថា are you okay តើអ្នកមិនអីទេឬឧទាហរណ៍ថាយើងដួលកង់យើងសួរ are you okay តើអ្នកមិនអីទេឬយើងអាចប្រែថាតើអ្នកយល់ព្រមឬអត់ទេអត់ប្រែចឹងទេបាទអរគុណច្រើនថ្ងៃនេះខ្ញុំបានផ្ដល់ជាឧទាហរណ៍តែ2ប្រយោគ3ប្រយោគខ្ញុំនឹងព្យាយាមស្វែងរកប្រយោគបន្ថែមទៀតទាក់ទងនឹង idiom បាទអរគុណច្រើនជម្រាបលា